បាទជំរាបសួរពុកម៉ែបងប្អូនបាទតែស្នេហាវិស័យកីឡាបាទមានអវ៉ាន់ថ្មីមកណែនាំបាទអានេះប្រភេទកណ្ដុងកែរួច 5.5 បាទប្រភេទអវ៉ាន់នេះក្រៅនេះគឺដែកបាទដែកតែខាងក្នុងគឺខ្ញុំសក់ចូលកណ្ដុង 5.5 បាទនេះកណ្ដុង 5.5 ស្ពាន់បាទស្នេហ៍12 រ៉ាយេស្នេហ៍12 រ៉ាយេបាទហើយប្រវែងមកវាគឺ6 ទឹកបាទចាប់ពីនេះទៅចុងនោះ6 ទឹកហើយមកកលនេះ1ទឹកទៀតវាចូល7 ទឹកបាទយើងដាក់មូលចូលក្បាលគីភ័យបាទពេលរង្វាន់នេះគឺកែរួចបាទហើយប្រវែងទាំងអាមេទាំងអីវាចូល7 ទឹកហើយកែប្រភេទកម្លាំងខ្យល់ខ្លាំងអត់ស្ទះខ្យល់ស្ទះអីទេហើយលេងបានត្រង់ល្អបាទប្រភេទខ្ញុំកែនេះអត់ថាខ្លាចកំងទៅខ្លាចបាញ់អត់ត្រង់អីសំខាន់គឺកម្លាំងខ្យល់ក្បាលគីភ័យយើងខ្លាំងគឺបាញ់ចំគោលដៅល្អលេងបានដល់ 50-60 ម៉ែត្រគោលដៅខ្ញុំលេងបានដល់7ជាងទៀតមកបងប្អូនច្បាស់អាចលេងបានដល់7ដល់8បាទ6 ទឹកហើយអានេះស្ពាន់បាទស្ពាន់គឺយើងញាត់ស្ពាន់ចូល8 លីបាទហើយប្រភេទយើងលេងគ្រាប់ផ្សិតគឺ 5.5 បាទគ្រាប់ផ្សិត 5.5 បាទហើយការប្រើប្រាស់យើងអត់យากទេកន្លែងនេះកន្លែងជើងចាប់សមាបាទជើងចាប់សមាអានេះយើងប្រើ 5.5 មកបាទស្រួបមកបាទតម្លាក់ចឹងមកគឺវាចូលហើយយើងរុញវាចូលទៅបាទហើយកាច់ចុះក្រោមមកយើងកាច់ចុះក្រោមចាំមើលខ្ញុំរុញឲ្យស្ពាន់នឹងផុតតើវាស៊ីក្របរបៀបម៉េចបាទដៃរៀងតឹងនេះយើងត្រូវការមូវាមូទល់វីមួយតឹងមកខ្លាចវារបូតអីណាការពារវាបាទនេះអាមេហើយប្រភេទរិញបាទដាក់រិញនេះយើងរុញខ្ញុំរុញឲ្យបងប្អូនមើលបាទថាវាស៊ីក្របរបៀបម៉េចបាទក្របបើវាស៊ីឆ្មើគឺវាបានន័យថាកណ្ដុងហ្នឹងវាត្រង់បាទតែកណ្ដុងនេះប្រភេទកណ្ដុងល្អបាទខ្លះគេកំងគេផ្សេងទេខ្ញុំអត់ដឹងទេតែគាត់ប្រាប់ថាគោលដៅ5 ម៉ែត្រ 10 ម៉ែត្រគឺអត់ស៊ីទេគឺខុសគ្នាបាទប្រភេទអីវ៉ាន់ខ្ញុំនេះគឺត្រង់បាទគោលដៅបាទកែមានការប្រឹកព្រៀងបាទហើយអត់មានចេញខ្យល់ចេញអីទេប្រភេទគឺវាស៊ីឆ្មើហ្មងស៊ីឆ្មើស៊ីឆ្មើទាំងក្បាលទាំងចុងបាទវាស៊ីឆ្មើអញ្ចឹងគ្រាប់រត់ត្រង់គោលដៅល្អបាទវាអត់ស៊ីគេជួយម៉ាញនេះទេវាគឺវាស៊ីឆ្មើតែម្ដងបាទក្នុងស្ពាន់នេះហើយប្រភេទស្ពាន់នេះគឺខ្ញុំធ្វើតេស្តគុណភាពល្អហើយទើបខ្ញុំយកមកកែលក់ជូនបងប្អូនភ្ញៀវបាទប្រភេទអីវ៉ាន់នេះគឺត្រង់គោលដៅបាទហើយអត់មានអីទេមានប៉ុណ្ណឹងបាទអស់ហើយ
ហើយសម្រាប់លេខទំនាក់ទំនងនេះTelegram បាទ Telegram ខាងលើហើយមាន2ខ្សែ1097ហើយនឹង Smart បាទលេខ2ខ្សែហ្នឹងលេខវេលុយមួយណាក៏បានដែរតែកុំឲ្យវេខុសលេខហ្នឹងខ្លាចមានជនខលខូចបោកប្រាស់អីហើយអីវ៉ាន់ខ្ញុំបញ្ជាក់បើសិនជាទុកចិត្តជឿជាក់ចាំខមកកំងអីវ៉ាន់ដល់ពេលខមកហើយទាំងអត់ទុកចិត្តទុកអីអញ្ចឹងខ្ញុំពិបាកនឹងបកស្រាយណាហើយនាំតាខាតពេលខាតវេលាបងប្អូនហើយខាតពេលវេលាខ្ញុំទៀតអញ្ចឹងចាំទុកចិត្តជឿជាក់ចាំខមកកំងអីវ៉ាន់តែម្ដងបាទវីដេអូបញ្ជាក់ខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណជម្រាបលាហើយបញ្ជាក់ដែរអីវ៉ាន់នេះអីវ៉ាន់របស់ភ្ញៀវទេបាទបើថៅការចង់បានអាចកំងបានបាទកក់ពាក្យកណ្ដាលទៅខ្ញុំធ្វើឲ្យអីវ៉ាន់បាទអរគុណជម្រាបលាបាយបាយ